ជាមួយនឹងការដាក់ background ទៅឲ្យ page របស់យើងណាអញ្ចឹងយើងចេះធ្វើអាហ្នឹងមួយដោយសារហ្នឹងគឺយើងដាក់ចូលជាមួយនឹងលំហាត់អញ្ចឹងយើងមើលតើតើជាមួយនឹងការដាក់ background ទៅលើ page បានហើយនៅពេលដែលខ្ញុំ run ទៅគឺវាចេញ background តែម្ដងបានចេញ background ពណ៌ដែលយើងចង់បានពណ៌ផ្សេងៗណាអញ្ចឹងខ្ញុំចូលទៅបង្កើតអឺ file មួយសិននេះខ្ញុំដាក់ឈ្មោះថា background page តោះមកខ្ញុំចូលទៅសរសេរដែលទេណាហ្នឹងគឺយើងអត់ចោលទេណាកុំចោលវាទៅចោលគឺយើងថ្ងៃត្រូវទៅយើងប្រកាសជាផ្លេចគេ background page អញ្ចឹងនៅពេលដែលយើង run ទៅលើ stack bar របស់យើងគឺឃើញឈ្មោះនេះណាតមកទៀតយើងចូលមកខាងក្រោមណានេះអានេះដាច់អានេះគឺជា stack bar ខាងលើនេះឲ្យវាចេញឈ្មោះនៅខាងលើអញ្ចឹងណាតមកនៅក្នុង body របស់យើង enter មកអញ្ចឹងអ្វីដែលវាបង្ហាញគឺវាបង្ហាញនៅក្នុង body ឥឡូវខ្ញុំដាក់ចោលមួយតោះឥឡូវយើងមកមើលក្នុងការដាក់ background អញ្ចឹងយើងចង់ run ទៅឲ្យវាឃើញពណ៌ពេញផ្ទៃហ្នឹងតែម្ដងណាអញ្ចឹងអ្វីដែលយើងដាក់គឺយើងដាក់នៅក្នុងនេះក្នុង body អាកន្លែង body ហ្នឹងក្នុង body ទាំងអស់ហ្នឹងគឺវាបង្ហាញនៅលើ page អញ្ចឹងអា page ហ្នឹងគឺជា body ហ្នឹងហើយណាអញ្ចឹងយើងចូលនឹងមកដក clear មកយើងវាយ bg color ឃើញវាមកនេះអញ្ចឹងវាមាន bg color មាន bg background វានៅពេលយើងចង់ដាក់រូបភាពជាធ្វើជា background ក៏បានដែរណាវាមាន background image អញ្ចឹងយើងយក bg color មកដោយសារយើងចង់ដាក់តែ color ឯងពងមកវាចេញអញ្ចឹងខ្ញុំចង់ដាក់ពណ៌ណាឲ្យវាពណ៌រាងស្រាលអឺខ្ញុំដាក់ green ចោះណាប៉ុណ្ណឹងមកអញ្ចឹងនៅពេលដែលយើង run ទៅប្រកាសជា page របស់យើងហ្នឹងគឺចេញពណ៌អញ្ចឹងយើងទៅពេលហ្នឹងខ្ញុំចុច save ហើយណាចុចលើ save មកខ្ញុំទៅបើក page ខ្ញុំឈ្មោះថា background page ណានេះណា background page អញ្ចឹងបើកវាមកឃើញទេនេះវាចេញពណ៌ពេញផ្ទៃ background យើងតែម្ដងហើយអ្វីដែលនៅក្នុង title ខ្ញុំដាក់ create background page ណាអញ្ចឹងនេះគឺក្នុង body ដែលវាបង្ហាញដល់ពេល background នេះគឺជា body ដែលយើងត្រូវដាក់ពណ៌ឲ្យវាបាទនេះកូដរបស់វាអញ្ចឹងសរសេរកូដតែប៉ុណ្្នេះក្នុង body មកគឺវានឹងបង្ហាញ background ឲ្យយើងហើយយើងចង់ដាក់ពណ៌អីក៏បានដែរតែយើងពេលខ្លះយើងដាក់ពណ៌វាឲ្យរាងស្រាលតិចទៅដល់ពេលដែលយើងអឺ design បានហើយយើងសរសេរកូដឲ្យវាបង្ហាញទិន្នន័យនៅក្នុង text គឺយើងមើលឃើញអក្សរឬឃើញពណ៌ផ្សេងតែបើយើងដាក់ក្រាស់ពេកអញ្ចឹងអក្សរពណ៌ខ្លះបើយើងដាក់អក្សរពណ៌ខ្លះវាមើលអត់ឃើញអក្សរដោយសារវាលុបជាមួយគ្នាណាលុបជាមួយពណ៌ background និងពណ៌អក្សរវាអាចលុបគ្នាតោះតែសិនមកយើងចូលទៅដល់លំហាត់របស់យើង